ជំរាបសួរក៏ដូចជាសួស្តីទៅបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube របស់នាងខ្ញុំសម្បត្តិអុលចាអញ្ចឹងសម្រាប់វីដេអូជាសំឡេងនេះផងដែរនាងខ្ញុំរៀបចំឡើងដើម្បីជាការចែករំលែកក៏ដូចជាសង្ឃឹមថាវីដេអូនេះជាសារមួយដែលបានលើកទឹកចិត្តទៅដល់បងប្អូនដែលបានស្ដាប់នៅវីដេអូនេះអញ្ចឹងយើងឃើញថាមានបទពិសោធន៍ជាច្រើនដែលយើងបានឆ្លងកាត់ជាមួយគ្នានៅក្នុងឆ្នាំ2025នេះដែលមានទាំងបទពិសោធន៍ល្អមានទាំងបទពិសោធន៍មិនល្អសម្រាប់នាងខ្ញុំផ្ទាល់បទពិសោធន៍ល្អគឺអាចចាត់ទុកថាជាអ្វីដែលនាងខ្ញុំបានសម្រេចទៅតាមគោលដៅឬក៏ផែនការដែលនាងខ្ញុំបានកំណត់នៅក្នុងឆ្នាំ2025នេះឃើញថាមានលទ្ធផលល្អក្រនបើពីព្រោះផែនការខ្លះក៏បានសម្រេចរួចរាល់ហើយដែលឡែកផែនការក៏ដូចជាគោលដៅជាច្រើនផ្សេងទៀតក៏អត់ទាន់បានរួចរាល់ដែរដោយសារតែយើងបានជួបប្រទះជាមួយនឹងបញ្ហាសង្គ្រាមជាមួយនឹងប្រទេសជិតខាងរបស់យើងអញ្ចឹងគ្មាននរណាម្នាក់ដែលចង់មានសង្គ្រាមចង់មានបញ្ហាទេប៉ុន្តែធ្វើមិនបើវាបានកើតឡើងហើយអញ្ចឹងទន្ទឹមនឹងដែរបើសិនជាថាយើងជាអត់ផុតហើយយើងមានតែបើកចិត្តទទួលយកតាមនឹងពីព្រោះបញ្ហានេះខ្ញុំអាចនិយាយបានថាមិនត្រឹមតែវាប៉ះពាល់ទៅដល់ខ្លួនខ្ញុំផ្ទាល់ទេប៉ុន្តែគឺប្រជាជនកម្ពុជាទាំងអស់គ្នាសុទ្ធតែរងនៅផលប៉ះពាល់មិនថាតិចឬច្រើនហើយខាងថ្នាក់ដឹកនាំក៏លោកព្យាយាមរកដំណោះស្រាយដើម្បីការពារបូរណភាពដែនដីខ្មែរក៏ដូចជាការពារនៅសន្តិភាពដែលលោកខំថែរក្សាអស់ជាច្រើនឆ្នាំមកហើយអញ្ចឹងយើងឃើញថាទន្ទឹមនឹងបញ្ហាសង្គ្រាមនេះក៏យើងបានឃើញយ៉ាងច្បាស់ពីទឹកចិត្តនៃការស្រឡាញ់ខ្មែរគឺយើងមានការចូលរួមជាមួយរដ្ឋាភិបាលនៅក្នុងការផ្ដល់ជាជំនួយផ្សេងទៅដល់បងប្អូនភេសឹកក៏ដូចជាជូនទៅដល់វីរៈកងទ័ពខ្មែរយើងហើយយើងព្យាយាមរក្សាទឹកចិត្តរបស់យើងឲ្យបានដឹងឡមិនឲ្យច្បុកច្បល់ដែលជាបន្ទុកពិបាកកាន់តែថែមទៀតដាក់ទៅដល់ខ្លួនយើងក៏ដូចជាសង្គមជាតិទាំងមូលហើយអ្វីដែលខ្ញុំបានសិក្សាពីបញ្ហាដែលយើងបានជួបប្រទះជាមួយនឹងខាងប្រទេសជិតខាងនេះគឺយើងបានឃើញថាកូនខ្មែរទាំងអស់គ្នាកាន់តែមានស្មារតីស្នេហាជាតិនិងយល់យ៉ាងច្បាស់អំពីអត្ថន័យនៃសន្តិភាពដែលខាងរាជរដ្ឋាភិបាលរបស់យើងលោកបានខំថែរក្សាពីព្រោះដូចដែលលោកបានលើកឡើងអញ្ចឹងនៅពេលដែលយើងមានសន្តិភាពគឺយើងមានអីគ្រប់យ៉ាងទាំងអស់ពីព្រោះទាំងការអភិវឌ្ឍផ្សេងគឺបើយើងអត់មានសន្តិភាពទេយើងអត់អាចធ្វើទៅរួចទេហើយទាំងអស់គ្នាក៏អាចនឹងយល់ច្បាស់ចាប់ពីពេលនេះទៅដែរហើយយើងក៏ចាប់ផ្ដើមបង្វែរនៅការជួយចាប់ដែលបានជួបប្រទះនៅអំឡុងពេលនេះទៅជាស្មារតីស្នេហាជាតិលើកស្ទួយគ្រប់ផលិតផលរបស់ខ្មែរយើងពីព្រោះខ្ញុំជឿជាក់ថាអ្វីដែលយើងបានឆ្លងកាត់មកប្រហែលខែចុងក្រោយនេះគឺទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាយើងសិតតែបដិញ្ញាថាយើងនឹងពហិការមិនប្រើប្រាស់នៅផលិតផលសៀមទៀតទេអញ្ចឹងយើងជំរុញឲ្យការផលិតផលិតផលក្នុងស្រុករបស់យើងកាន់តែច្រើនហើយបើកាលណាដែលយើងជាខ្មែរដូចគ្នាយើងគ្រប់គ្រងនោះខ្ញុំជឿជាក់ថាមិនយូរមិនឆាប់ប្រទេសជាតិរបស់យើងនឹងកាន់តែរីកចម្រើនថែមទៅមុខទៀតហើយទន្ទឹមនឹងដែរនាងខ្ញុំក៏លើកទឹកចិត្តទៅដល់បងប្អូនទាំងអស់គ្នាសូមយើងកុំឲ្យបាក់ទឹកចិត្តពីព្រោះអ្វីដែលបានកើតគឺក៏បានកើតហើយរួចរាល់ដែរហើយខាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក៏លោកព្យាយាមរកដំណោះស្រាយធ្វើបែបណាដើម្បីការពារប្រជាជនយើងឲ្យត្រឡប់មកសភាពដើមវិញហើយខ្ញុំជឿជាក់ថាឆ្នាំ2026នឹងជាឆ្នាំដែលល្អសម្រាប់កម្ពុជាទាំងមូលដែលយើងមានសន្តិភាពពេញលេញឡើងវិញសង្ឃឹមថាប្រទេសជិតខាងនឹងគាត់នឹងយល់ព្រមឈប់បង្កបញ្ហាឈ្លានពានមកលើកម្ពុជាជាបន្តទៅទៀតហើយខ្ញុំក៏សូមលើកទឹកចិត្តទៅដល់បងប្អូនទាំងអស់គ្នាសូមឲ្យយើងបន្តនៅផែនការក៏ដូចជាគោលដៅរបស់យើងមួយចំនួនដែលយើងអត់ទាន់បានបញ្ចប់នៅក្នុងឆ្នាំ2025សូមបានបន្តធ្វើវាឡើងវិញរៀបចំឡើងវិញបន្ថែមគោលដៅសម្រាប់ឆ្នាំ2026ពីព្រោះច្បាស់ណាស់ថាបើសិនជាយើងទាំងអស់គ្នាមានគោលដៅជាក់លាក់មិនថាជាគោលដៅតូចគោលដៅធំ
គោលដៅប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែឬក៏ប្រចាំឆ្នាំឲ្យតែយើងចេះរៀបចំឲ្យបានល្អវាគឺជាកម្លាំងបណ្ដាលចិត្តមួយដែលលើកទឹកចិត្តឲ្យខ្លួនយើងខិតខំប្រឹងប្រែងបន្តទៅមុខទៀតពីព្រោះបើសិនជាយើងទាំងអស់គ្នាអត់មានគោលដៅអត់ដឹងថាខ្លួនឯងត្រូវធ្វើអីភ្ញាក់ពីគេមកអត់ដឹងថាថ្ងៃហ្នឹងត្រូវធ្វើអីខ្លះច្បាស់ណាស់ថាជីវិតរបស់យើងទាំងអស់គ្នាគឺវាអត់មានន័យខ្លឹមសារអីទេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងបានជាសារមួយលើកទឹកចិត្តក៏ដូចជាបណ្ដុះនូវស្មារតីដល់បងប្អូនអ្នកស្ដាប់ហើយបើសិនជាយើងអត់ទាន់ចេះរៀបចំគោលដៅសូមឲ្យយើងចាប់ផ្ដើមសិក្សានិងរៀបចំផែនការគោលដៅពីចំណុចតូចៗទៅឲ្យតែថាក្នុងមួយថ្ងៃយើងអាចធ្វើអ្វីដែលសម្រេចបានមួយរឿងមិនថារឿងតូចតាចឬក៏បែបម៉េចគឺចាត់ទុកថាយើងចាប់ផ្ដើមចេះរៀបចំអនាគតខ្លួនឯងរៀបចំគោលដៅខ្លួនឯងពីព្រោះមានបងប្អូនយើងមួយចំនួនធំក៏លោកដឹងពីអត្ថប្រយោជន៍នៃការរៀបចំផែនការនៃការរៀបចំគោលដៅនេះហើយតែដោយឡែកក៏មានបងប្អូនយើងមួយចំនួនទៀតដែលខ្ញុំបានឃើញនៅជុំវិញខ្លួនខ្ញុំហ្នឹងគឺគាត់ដូចជារស់នៅទាំងអត់មានគោលដៅជាក់លាក់ណាពីព្រោះពួកយើងទាំងអស់គ្នាប្រហែលជាមានអ្នកខ្លះគាត់អាចជាយល់ច្រឡំថារស់នៅសាមញ្ញអត់ធ្វើអីអត់រៀបចំផែនការអត់មានវិន័យក្នុងការរស់នៅអត់មានវិន័យនៅក្នុងការធ្វើការងារអីផ្សេងអានឹងវាមិនមែនជីវិតដែលសាមញ្ញទេវាទៅជាជីវិតមួយដែលអត់ចេះរៀបចំគោលដៅអត់ចេះចាត់ចែងជីវិតខ្លួនឯងឲ្យល្អអញ្ចឹងកុំឲ្យយើងយល់ច្រឡំថានៅសាមញ្ញនឹងការដែលរស់នៅដោយអត់មានគោលដៅគឺវាខុសពីគ្នាអញ្ចឹងសង្ឃឹមថាសារសម្លេងមួយនេះអាចជាប៉ះពាល់ទៅដល់បងប្អូនទាំងអស់គ្នាហើយយើងគិតឡើងវិញបន្តិចថាអ្វីដែលយើងកំពុងតែធ្វើសប្តាហ៍ហ្នឹងតើជាការរស់នៅដែលសាមញ្ញឬក៏ជាការដែលយើងរស់នៅបដាបដោយទៅដោយអត់មានគោលដៅចាហើយជាចុងក្រោយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាសម្រាប់នៅវីដេអូនេះហើយបើសិនជាវីដេអូសម្លេងនេះមានខ្វះខាតត្រង់ចំណុចណាមួយក៏សូមការខន្តីអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាបាទដែលបានស្ដាប់នៅវីដេអូនេះហើយនាងខ្ញុំរីករាយនឹងទទួលនៅមតិរិះគន់ក្នុងនៃស្ថាបនាផ្សេងដោយសារថានាងខ្ញុំក៏មិនមែនជាអ្នកជំនាញឬក៏វេក្មិនអីដែរគ្រាន់តែថាខ្ញុំចង់ចែករំលែកអំពីបទពិសោធន៍ក៏ដូចជាចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដោយសារយើងនៅតែប្រហែលថ្ងៃទៀតគឺដាច់ឆ្នាំហើយអញ្ចឹងយើងគួរតែរៀបចំផែនការបន្តទៀតដើម្បីឆ្នាំក្រោយទៀតយើងកាន់តែទទួលបាននៅបទពិសោធន៍ច្រើនហើយបើសិនជាជួបឧបសគ្គផ្សេងយើងអាចនឹងដោះស្រាយបានបើសិនជាយើងមានគោលដៅជាក់លាក់យើងអាចដឹងថាអូបើសិនជាគោលដៅយើងដើរដល់នេះហើយយើងជួបប្រទះនៅបញ្ហានេះតែយើងត្រូវដោះស្រាយបែបម៉េចតែបើសិនជាយើងអត់មានគោលដៅយើងរស់គ្រាន់តែកំដរគេអញ្ចឹងច្បាស់ណាស់ថាពេលដែលមានបញ្ហាពេលខ្លះយើងរាថយយើងបាក់ទឹកចិត្តយើងអត់ទាំងដឹងថាយើងត្រូវដោះស្រាយបញ្ហាហ្នឹងបែបម៉េចផងចាអញ្ចឹងអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាសម្រាប់នៅវីដេអូនេះហើយជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណច្រើនជូនពរបងប្អូនឆ្នាំថ្មីសូមមានសុខភាពល្អបរិបូរណ៍មានសំណាងល្អជាពិសេសគឺទទួលបាននៅបទពិសោធន៍ដែលល្អអ្វីដែលល្អនៅក្នុងឆ្នាំថ្មីទាំងអស់គ្នាអរគុណជម្រាបលា